បើសិនជាក្នុងចំណោមដៃគូទាំង3នឹងបើសិនជាចាញ់តែមួយហើយគឺពិបាកទប់ទល់ហើយតបបងប្អូនអរគ្នាមកទស្សនាអំពីការបណ្ដាលនៅលើសាយវាន knock out នៅប្រទេសវៀតណាមវិញម្ដងខ្ញុំគិតថានេះជាទស្សនីយភាពដ៏ប្លែកចម្លែកអារម្មណ៍មួយដែរព្រោះថាក្នុងមួយសាយវាននេះគឺមាន3គូស្មើនឹង6នាក់ប្រកួតក្នុងពេលតែមួយតែម្ដងលក្ខណៈចាប់គូពុកម៉ែបងប្អូនអរពុកម៉ែបងប្អូនបានចូលទស្សនាវីដេអូនេះហើយសូមមេត្តាចុច like subscribe ជួយចំណែករបស់អ្នកមកផងដើម្បីនឹងទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃពី channel របស់ខ្ញុំបានការប្រកួតថ្ងៃនេះគឺមាន6គូពុកម៉ែបងប្អូនមានមង្គលខៀវនិងមង្គលក្រហមវត្តមានដែលពុកម៉ែបងប្អូនបានឃើញនេះគឺជាវត្តមានមង្គលខៀវមុននឹងឡើងគូគឺអញ្ញាកណ្ដាឬក៏ក្រុមសន្តិសុខក៏គាត់ធ្វើការឆែកនិងពិនិត្យមើលព្រមទាំងលាបប្រេងឬក៏កមួនដើម្បីការពារការបែកនៃនេះឯងហ្នឹងហើយខ្ញុំគិតថាវីដេអូនេះគឺពិតជាប្លែកចាសារកន្លងមកយើងមើលតែមួយគូទេនៅក្នុងសាយវាន knock out ដោយឡែកនៅប្រទេសវៀតណាមនេះគឺគាត់បានរៀបចំយ៉ាងល្អមើលតែម្ដងក៏បានឃើញអញ្ចឹងគឺគាត់ប្រកួតម្ដង3គូនៅក្នុងសាយវានតែមួយឥឡូវនេះក្រុមគោខៀវគឺគាត់បានរៀបចំខ្លួនរួចស្រេចហើយគឺគាត់បានឡើងចូលក្នុងសាយវានហើយដើម្បីនឹងបង្ហាញពីសមត្ថភាពព្រមទាំងការលើកទឹកចិត្តពីទស្សនិកជនផងដែរឥឡូវយើងងាកមកមើលបង្គោលក្រហមវិញម្ដងគឺគណៈកម្មការគាត់ចាប់ដើមបានឆែកព្រមទាំងលាបប្រេងលើកមុនដូចគ្នាមុនធ្វើការប្រកួតហើយយើងមើលខ្សែកីឡាកររបស់យើងចុះគឺឡើងតាន់តែម្ដងមិនថាបង្គោលខៀវឬក៏បង្គោលក្រហមទេក្រុមគឺសុទ្ធតែសាច់តែម្ដងហើយការប្រកួតនេះដែរលក្ខណៈទីសាច់រត់ឈាមដែរហ្នឹងបើយើងសង្កេតមើលទៅលក្ខណៈនៃការប្រកួតគឺយើងប្រកួតចាប់គូហើយក្នុងការប្រកួតនេះបើសិនជាក្នុងចំណោម3គូនេះមានមួយគូដែលចាញ់គឺគេដាក់កីឡាករដែលចាញ់ហ្នឹងចេញហើយនៅសល់3ហ្នឹងគឺប្រកួតជាមួយនឹង2ម្ដងយើងប្រកួតបន្តទៀតបើសិនជា3និង2ហ្នឹងបើសិនជាគូណាចាញ់ទៀតគេដកចេញមួយបើសិនជាខាង3ហ្នឹងនៅសល់តែ3ចំណែកខាង2នៅសល់តែ1ទេក៏នៅតែប្រកួតដូចគ្នាតលតែមួយខាងទៀតព្រមថាចាញ់ទើបការប្រកួតនេះទទួលបានជោគជ័យតោះបងប្អូនទាំងគ្នាមកទស្សនាអំពីការប្រកួតទាំងអស់គ្នាទៅដោយសារកំណត់ថាខ្ញុំបាននិយាយហ្នឹងវាច្រើនពេកយើងទៅទស្សនាវីដេអូនេះទាំងអស់គ្នាថាតើការប្រកួតទីសាច់ឈាមហ្នឹងវាយ៉ាងណាទៅហើយនេះក្រុមគោក្រហមគឺបានរៀបចំខ្លួនរួចជាស្រេចហើយគឺឡើងទៅលើសាយវានដូចគ្នាដើម្បីនឹងបង្ហាញពីសមត្ថភាពព្រមទាំងកម្លាំងចិត្តពីទស្សនិកជនហើយសម្រាប់អញ្ញាកណ្ដាលក៏មាន3នាក់ដូចគ្នាមើលទៅអញ្ញាកណ្ដាលចុះឡើងដាំងតែម្ដងហើយក្រុមសន្តិសុខការពារសម្រាប់ធ្នាប់គឺមានដល់14នាក់ឯណោះនេះយើងឡើងមកជុំគ្នាដើម្បីនឹងស្ដាប់លក្ខន្តិកៈនៃការប្រកួតក្នុងការប្រកួតនេះគឺមានតែអញ្ញាកណ្ដាល3នាក់និងកីឡាករ6នាក់ទេនៅក្នុងសាយវានហ្នឹងសម្រាប់ក្រុមសន្តិសុខគឺគាត់បានចេញមកក្រៅហើយបាទឥឡូវនេះកុំឲ្យតឹងរចាំយូរយើងទស្សនាការប្រកួតទាំងអស់គ្នាថាតើការប្រកួត3គូនេះវាយ៉ាងម៉េចតោះយើងទស្សនាទាំងអស់គ្នាបាទត្រៀមហើយទាំងក្រុមគោខៀវនិងក្រុមគោក្រហមគឺចាប់ផ្ដើមត្រៀម1 2 3ចាប់ផ្ដើមបាទដូចខ្ញុំបាននិយាយពីខាងដើមហ្នឹងគឺចាប់ផ្ដើមចាប់គូតែម្ដងគឺធ្វើការវាយផងក្លេផងនេះអាចចឹងអត់មិនចាំដល់តែឈ្នះឃើញថាក្រុមបង្គោលក្រហមគឺបានឡើងពីលើហើយណែវាយចល័តឯពុកម៉ែបងប្អូនដូចបានឃើញអញ្ចឹងប៉ុន្តែកុំភ្លេចថាបើសិនជាក្នុងចំណោមដៃគូទាំង3ហ្នឹងបើសិនជាចាញ់តែមួយហើយគឺពិបាកទប់ទល់ហើយលក្ខណៈថា2ទល់នឹង3ឥឡូវយើងមើលសិនទៅថាតើក្រុមបង្គោលមួយណាដែលឈ្នះនៅតង់ទី1នេះគឺលមូលគ្នាដូចកពើអញ្ចឹងឯងពុកម៉ែបងប្អូនអោបគ្នាដូចតកែអញ្ចឹងបាននិយាយទៅខ្ញុំគិតថាប្រទេសវៀតណាមគាត់ធ្វើបានការប្រកួតនេះគឺប្លែកផ្នែកចម្លែកអារម្មណ៍តែម្ដងហើយលោកអញ្ញាកណ្ដាលក៏គាត់អត់ទៅណាឆ្ងាយដែរគឺគាត់នៅមើលគ្រប់សកម្មភាពតែម្ដងដោយសារកីឡាករនេះតែផ្្លាត់គឺចាញ់ហើយគូនេះគឺយើងឃើញថាទាំងមង្គលខំនិងមង្គលខៀវគឺមានសភាពប្រហែលគ្នាទេកំពុងតែចាប់ក្លេគ្នាហើយសោយឆ្វេងសោយស្ដាំសម្រាប់មង្គលក្រហមគឺគាត់នៅខាងលើប្រហែលជាគាត់មានអត្ថភាពជាងហើយវេទនាអ្នកខាងក្រោមទេការពារផងអីផងឃុំផងអីផងប្រើជង្គង់ផងបោះពីក្រោយ
សម្រាប់បង្គោលក្រហមនៅវិញគឺចាប់ផ្ដើមដាក់ឲ្យវាលើនឹងឯងបង្គោលខៀវកំពុងតែរើបំរាស់តែរើយ៉ាងណាក៏មិនរួចដែរដោយសារបង្គោលក្រហមរបស់យើងគឺស្វិតមែនតើស្វិតដូចតកែអញ្ចឹងឯងហើយយើងងាកទៅមើលគូផ្សេងទៀតក៏ដូចគ្នាដែរកំពុងតែស្អិតល្មូនអញ្ចឹងយើងងាកមកមើលគូនេះវិញម្ដងគឺកាំគោក្រហមនៅពីលើហើយក៏សោយឆ្វេងសោយស្ដាំអញ្ចឹងទៅគាត់ព្រីកនៅពីលើរហូតតែម្ដងបាទម្ដងនេះអោបគ្នាដល់14នាក់ស្មើនឹង2គូតែម្ដងណៃលោកអញ្ញាកណ្ដាលគាត់មិនទៅណាឆ្ងាយទេគាត់កំពុងតែសង្កេតមើលគ្រប់សកម្មភាពតែម្ដងអូនេះសកម្មភាពនេះគឺលក្ខណៈថាចង់ចាញ់ចង់ឈ្នះហើយតែបានក្លែអញ្ចឹងហើយសម្រាប់ផ្សេងទៀតណុកអាវនៅប្រទេសវៀតណាមនេះពុកម៉ែបងប្អូនហើយគឺតែសេចជនច្រើនមែនតើតែម្ដងបាទកំពុងតែចាប់ផ្លេហើយបាទបង្គោលក្រហមឈ្នះមួយទៅហើយបាទបង្គោលក្រហមឈ្នះមួយហើយអូឈ្នះមួយទៀតហើយបង្គោលក្រហមនោះនៅសល់2នាក់នោះណូទៅវាយបង្គោលឃីវតែមួយម្នាក់ឯងតែរ៉ាប់រកបានទេអូទទួលយកមិនបានទេបាទជ័យជំនះគឺឈ្នះមកលើបង្គោលក្រហមហើយបាទអូមើលទៅគឺគាត់សម្បាយចិត្តមែនតើម្ដងដោយសារក្រុមគាត់នេះដូចខ្ញុំថាអញ្ចឹងឈ្នះតែមួយគឺប្រហែលមានលទ្ធភាពឈ្នះដល់តែ3ឯណោះដោយសារដកចេញ1នៅសល់2ដកចេញ2នៅសល់1បាទឥឡូវនេះក្រុមសន្តិសុខក៏បានឡើងមកដល់ជាមួយនឹងអញ្ញាកណ្ដាលប្រកាសលទ្ធផលពុកម៉ែបងប្អូនទោះបីជាមិនប្រកាសលទ្ធផលក៏ដឹងថាបង្គោលក្រហមឈ្នះដែរបាទបង្គោលក្រហមគឺគាត់ចាប់ផ្ដើមលើកទងហើយយើងមើលបង្គោលខៀវនេះវិញរៀងអន់អោដែរហើយកន្លះកនេះនៅក្រោយគេគឺគេព្រួតវាយដល់ទៅ3នាក់នោះតែលក្ខខណ្ឌនៃការប្រកួតបើសិនជាយើងលើកដៃគោះថាចាញ់គឺគេឈប់វាយហើយបាទតែសារមានការក្លំមើលពីអញ្ញាកណ្ដាលយ៉ាងស្វិតស្វាញដែរហើយនេះជាសកម្មភាពរូបភាពយឺតៗដែលគេ highlight ឲ្យយើងមើលតើក្រុមណាឈ្នះដោយវិធីណាក្រុមណាឈ្នះដោយវិធីណាហ្នឹងគឺយើងមើលរូបភាព highlight យឺតៗទាំងអស់គ្នាទៅនេះវាបានឃើញអញ្ចឹង1កែង2កែង3កែង4កែងបាទចាក់ចំពោះបានក្រោយមកបន្តិចដែរបង្គោលខៀវមើលទៅនៅពីក្រោមគេដូចវេទនាតែម្ដងហើយនេះចំណុចដែលសុំចុះចាញ់គឺក្លេជាប់កកនឹងឯងពុកម៉ែបងប្អូនបាទឈ្នះមួយហើយដូចបានឃើញអញ្ចឹងហើយចំណែកមួយនេះគឺប្រុងទៅថែមហើយបង្គោលក្រហមដើម្បីយកជ័យជំនះតែក៏ត្រូវបង្គោលខៀវគោះដៃថាចាញ់ដូចគ្នាហើយនៅសល់មួយគូនោះកំពុងតែអោបគ្នាស្វិតស្វាញនោះគឺទៅទាំង2នាក់ទៀតហើយដល់អញ្ចឹងហើយខ្ញុំថាបើសិនឈ្នះ2ហើយនៅសល់1ក៏មិនសង្ឃឹមថាឈ្នះគឺគាត់នឹងទៅជួយក្រុមគាត់តែម្ដងនេះព្រោះបានឃើញអញ្ចឹងមិនទាន់បានវាយផងគឺគាត់លើកដៃថាចាញ់ទៅហើយបើនិយាយទៅការប្រកួតនៅក្នុងខ្សែវាណុកអាវនៅប្រទេសវៀតណាមមួយនេះបើសិនជាចាប់គូគឺយើងចាប់គូចំតម្រាក់ខ្លាំងតែម្ដងគឺត្រូវច្បាស់លាស់ថាខ្លាំងបើចាញ់តែមួយគឺពិបាកនឹងទទួលយកជ័យជំនះតែម្ដងបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអរគុណច្រើនជំរាបលាជួបគ្នាវីដេអូក្រោយៗទៀត